បងប្អូនទាំងគ្នាសូមបងប្អូនទាំងគ្នាជួយចែករំលែកព័ត៌មានមួយនេះឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដោយសារតែនៅក្នុងឆ្នាំ2026នេះស្ថិតិគេបានបញ្ជាក់ថាប្រទេសកម្ពុជារបស់យើងគឺប្រាសាទអង្គរវត្តឈរនៅលំដាប់លេខរៀងលេខ2ចំណាត់ថ្នាក់លេខ2តែម្ដងដែលជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុតនៅក្នុងតំបន់អាស៊ីនេះគឺជាមោទនភាពហើយជាភាពអស្ចារ្យមួយណាបងប្អូនទាំងគ្នាអញ្ចឹងយើងគួរតែចែករំលែកនៅព័ត៌មាននេះឲ្យបានច្រើនដោយសារតែសម្បត្តិដ៏អច្ឆរិយៈដែលបានបន្សល់ទុកឲ្យដូនតារបស់យើងតាំងពីសម័យអង្គរមកដល់ពេលបច្ចុប្បន្ននេះគឺពិតជាអស្ចារ្យគ្មានគូប្រៀបទេប៉ុន្តែខ្ញុំសង្កេតឃើញថាការបំផុសនៅក្នុងការផ្សព្វផ្សាយក៏ដូចជាចែករំលែកហ្នឹងគឺយើងអត់សូវមានការជួយចែករំលែកច្រើនទេតែយើងសង្កេតទៅមើលផ្ទះលេខ2វិញបងប្អូនឲ្យតែគេមានរបៀបប្រតិការបែបហ្នឹងគឺគេមានការបំផុសក្នុងការចែករំលែកខ្លាំងមែនទែនតែគេអត់មានរបស់ល្អដូចយើងប៉ុន្តែយើងមានយើងគួរតែចែករំលែកឲ្យបានច្រើនគេព្យាយាមទៅដើមពីយើងគេព្យាយាមចង់បានពីយើងអញ្ចឹងយើងគួរតែបំផុសក្នុងការចែករំលែកដើម្បីផ្សព្វផ្សាយបន្តបន្ថែមពីតំបន់ទេសចរដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជារបស់យើងសាប៊ូសាហារ៉ាជាប្រភេទសាប៊ូដែលអាចប្រើបានទាំងបុរសនិងនារីដែលផ្សំចេញពីវត្ថុធាតុដើមល្អៗជាច្រើនមុខដើម្បីជួយកាត់បន្ថយការជ្រុះសក់បំបត្តិអង្គែធ្វើឲ្យសក់ទន់រលោងពិសេសស្បែកក្បាលត្រជាក់ស្រួលបង្កើតដោយសារជាតិម៉ង់តុលបន្ថែមដោយក្លិនប្រហើរនិងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយតាំងពីកក់លើកដំបូងចំពោះសាប៊ូដុសខ្លួនសាហារ៉ាវិញមានសារជាតិ Gold Collagen ជួយឲ្យស្បែកមានសំណើមភ្លឺរលោងសម្រាប់បាក់តេរីកម្ចាត់ក្លិនមិនល្អនិងមានក្លិនក្រអូបប្រហើរសាហារ៉ាជាផលិតផលប្រទេសកម្ពុជាសុទ្ធសាធផលិតឡើងដើម្បីលើកស្ទួយនិងគាំទ្រផលិតផលជាតិ